អ្នកទាំងអស់គ្នាជឿអត់ហុកថតតែមួយស្លឹកទេប៉ុន្តែវាអាចកំណត់ថ្ងៃស្លាប់របស់កូនកំលោះម្នាក់បានរឿងនេះអត់មានអ្នកគេជឿតតែសោះមួយថ្ងៃមុនការកូនកំលោះពិតជាបានស្លាប់ដាច់ក្បាលដូចជានៅក្នុងរូបថតនឹងពិតប្រាកដមែនជំរាបសួរពុកម៉ែបងប្អូននិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំធីតាកំណត់ត្រាបានវិលមកទៀតហើយហើយមិនដែរអ្នកទាំងអស់គ្នាចាំយូរអត់ពាក់ព័ន្ធជាមួយនឹងកំណត់ត្រាការពិតទៅមិនមែនចង់ឲ្យអ្នកទាំងអស់គ្នាចាំយូរទេណាក៏ប៉ុន្តែពេលខ្លះយើងត្រូវការកែសម្រួលសាច់រឿងពីប្រិមិត្តគាត់ផ្ញើមកដែរអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំអត់ឲ្យអ្នកទាំងអស់គ្នាខកចិត្តទេអ្នកទាំងអស់គ្នាស្ដាប់នៅកំណត់ត្រាមុនគឺរៀងប៉ះពាល់អារម្មណ៍ដែរថាគេគឺសោកសៅសែតហ្នឹងហើយដល់តែកំណត់ត្រាថ្ងៃនេះគឺខ្ញុំមានរឿងរន្ធត់មកចែកជូនប្រិមិត្តឲ្យបានស្ដាប់កំសាន្តវិញម្ដងហើយរឿងថ្ងៃនេះផងដែរគឺជារឿងរបស់បងស្រីម្នាក់ដែលគាត់ធ្វើការផ្ញើមកកាន់កម្មវិធីដែលរឿងនេះផងដែរបងស្រីគាត់និយាយថាវាកើតឡើងមកជាង10ឆ្នាំឯណាហើយរឿងហ្នឹងគឺកើតនៅក្នុងគ្រួសាររបស់គាត់ផ្ទាល់តែម្ដងគាត់ថាគ្រួសារគាត់ណាគឺគាត់មានបងប្អូន5នាក់ហើយបងប្អូនគាត់ចំនួន3នាក់ទៀតគឺគេរៀបការគេមានគ្រួសារហើយអស់ហើយគាត់ក៏មានគ្រួសារមានប្តីរបស់គាត់ដែរនៅសល់តែប្អូនប្រុសគាត់ម្នាក់ទេដែលអត់ទាន់មានគ្រួសារទេគឺនៅលាវហើយគាត់ថាគាត់នៅជាមួយនឹងម្ដាយគាត់ជាមួយនឹងប្អូនប្រុសគាត់ដែរអញ្ចឹងឪពុកគាត់គឺបានស្លាប់ហើយដោយសារតែគាត់កើតជំងឺអញ្ចឹងម្ដាយគាត់ក៏គាត់មានរៀងវ័យរៀងចាស់ដែរអញ្ចឹងណាហើយគាត់ថាប្អូនប្រុសគាត់ហ្នឹងគឺជាមនុស្សម្នាក់ដែល slow boat ខ្លាំងមែនតើអត់សូវចេះដើរលេងហើយបើនិយាយពីរឿងផឹកវិញគឺផឹកបានតែបន្តិចទេគឺស្រវឹងហើយក៏ប៉ុន្តែប្អូនប្រុសគាត់គឺជាមនុស្សម្នាក់ដែលអត់ជឿទៅលើពាក់ព័ន្ធនឹងពពួកអមនុស្សខ្មោចឬក៏ជំនឿអីគឺប្អូនប្រុសគាត់អត់សូវជឿឯបែបធម្មតាអញ្ចឹងណាទាំងអស់គ្នាអត់ជឿតែក៏អត់ប្រមាទដែរតែគាត់ជាមួយនឹងម្ដាយគាត់ហ្នឹងគឺជឿពាក់ព័ន្ធនឹងជំនឿពាក់ព័ន្ធនឹងការទុះទាយពាក់ព័ន្ធនឹងអមនុស្សអីគឺគាត់ជឿទាំងអស់គាត់ថាប្អូនគាត់នេះអត់ទាន់មានសង្សារអត់ទាន់មានអីទេហើយម្ដាយគាត់ជាមួយនឹងគាត់នឹងចេះតែបារម្ភដោយសារតែឃើញប្អូននឹងអាយុរៀងច្រើនដែរហើយឃើញប្អូននឹងចេះតែនិយាយលេងចេះតែញ៉ោះប្អូនប្រុសគាត់នឹងថាកាលយកសង្សារកាលយកប្រពន្ធនៅយូរម៉េចអាយុកាន់តែច្រើនហើយម៉ែគាត់ចង់ឃើញរៀបការឃើញអីចឹងណាគាត់ចង់ពោចៅចង់អីចឹងទៅគាត់ចេះនិយាយញ៉ោះគ្នាលេងបងប្អូនគ្នាទាំងអស់គ្នាអញ្ចឹងគាត់ថារហូតដល់ប្អូនគាត់នេះអាយុបានក្បែរ40ណាក្បែរ40ប្អូនគាត់នឹងក៏ចាប់ផ្ដើមមានសង្សារមែនគាត់ថាគាត់ជាមួយនឹងម្ដាយគាត់នឹងសប្បាយចិត្តណាពួកអីនឹងចិត្តគាត់នឹងម្ដាយគាត់ភ័យខ្លាចប្អូនគាត់នឹងអត់យកសង្សារអត់ចេះស្រឡាញ់ស្រីអត់យកប្រពន្ធអត់យកអីអញ្ចឹងណាអញ្ចឹងនៅពេលដែលឮថាប្អូនមានសង្សារមានអីអញ្ចឹងសប្បាយចិត្តហើយសង្សាររបស់ប្អូនប្រុសគាត់នឹងគឺអាយុ30ជាងដែរអញ្ចឹងគាត់ថាប្អូនគាត់ជាមួយនឹងសង្សារគេនេះតាក់ទងគ្នាដប់គ្នាទៅដើរលេងទៅវិញទៅមកហ្នឹងណាម្ដាយគាត់ជាមួយនឹងគាត់ហ្នឹងក៏រៀងបារម្ភមិនបារម្ភអីទេដោយសារគាត់ថាជំនាន់ហ្នឹងណាអ្នកភូមិគាត់អ្នកទាំងអស់គ្នាគឺអត់បានទេតែតាក់ទងគ្នាត្រឹមជាសង្សារហ្នឹងអត់មានចូលស្ដីដណ្ដឹងអត់មានអីហ្នឹងគឺគេនិយាយដើមលាន់ពេញភូមិពីភូមិមួយទៅភូមិមួយឡើយអត់បានទេអញ្ចឹងម្ដាយគាត់នេះក៏បានពិភាក្សាជាមួយនឹងគាត់និយាយថាឥឡូវគាត់ចង់ចូលដណ្ដឹងកូនស្រីហ្នឹងឲ្យទៅប្អូនប្រុសគាត់អញ្ចឹងណាដោយសារតែប្អូនប្រុសគាត់នេះក៏អាយុច្រើនដែរហើយម្ដាយគាត់នឹងភ័យថាខ្លាចគេនិយាយដើមខាងស្រីផងអីផងចឹងទៅណាមួយខាងស្រីក៏ច្រឹកល្អដែរគាត់ថាជំនាន់គាត់ហ្នឹងនៅពេលដែលមនុស្សស្រីឬក៏មនុស្សប្រុសក៏ដោយនាំសង្សារមកលេងផ្ទះមុននឹងឈានដល់ការចូលស្ដីពីមុនណាទាំងអស់គ្នាគឺគេនាំខាងស្រីឬក៏ខាងប្រុសហ្នឹងមកលេងខាងយើងសិនមកលេងហើយទាំងយើងទាំងឪពុកម្ដាយគាត់ហ្នឹងគឺមើលឲ្យថាចរិតកូនស្រីហ្នឹងមិនដែរល្អអត់ចេះជួយការងារយើងអត់មកហ្នឹងអង្គុយមើលឬក៏មិនចឹងណាអញ្ចឹងគាត់ថាអត់អីទេសង្សារប្អូនគាត់ហ្នឹងគឺល្អចរិតល្អអីល្អទាំងអស់ហើយមើលទៅបែបសុភាពដែរអញ្ចឹងគាត់ពេញចិត្តម្ដាយគាត់អីពេញចិត្តបងប្អូនផ្សេងក៏គេពេញចិត្តដែរអញ្ចឹងពិភាក្សាគ្នាហើយអស់ហើយហ្នឹងក៏គិតថាហ្នឹងហើយចាំទៅចូលដឹងកូនស្រីគេហ្នឹងឲ្យប្អូនប្រុសគាត់ហ្មងទៅអញ្ចឹងគាត់ថាចូលសួរហើយអីហើយនិយាយគ្នាត្រូវអស់ហើយក៏កំណត់ថ្ងៃត្រូវភ្ជាប់ពាក្យហើយកំណត់ថ្ងៃភ្ជាប់ពាក្យហ្នឹងគឺម្ដាយគាត់គឺជាអ្នកទៅហៅអាចារ្យណាទាំងអស់គ្នាអញ្ចឹងក៏សួរខែឆ្នាំខាងកូនស្រីហ្នឹងកើតឆ្នាំអីខែអីចឹងណាហើយបោកចូលគ្នាទៅយកទៅឲ្យអាចារ្យមើលទៅដើម្បីដេញពលារហៅថ្ងៃភ្ជាប់ពាក្យអញ្ចឹងគាត់ថាម្ដាយគាត់នេះទៅដេញពលារហៅថ្ងៃភ្ជាប់ពាក្យហ្នឹងក៏អត់ចង់ឲ្យខាតដែរគាត់ក៏សួរអាចារ្យមុនថាភ្ជាប់ពាក្យបានខែហ្នឹងល្អហើយ
ចោះការបានខែណាឆ្នាំណាអីចឹងណាពួកអីគាត់ក៏ហ្នឹងឯងគាត់ខ្ជិលទៅអាចារ្យពី3ដងរហូតតែម្ដងហ្នឹងគាត់ទៅប្រាប់ខាងស្រីគឺហៅយកហ្មងអញ្ចឹងនៅពេលដែលរកអាចារ្យឲ្យដេញមើលហ្នឹងណាអាចារ្យក៏បានកុនគូមើលថ្ងៃខែឆ្នាំពួកគាត់ទាំងពីរនាក់ហ្នឹងឯងដេញមើលឲ្យអស់ហើយហ្នឹងអាចារ្យគាត់ក៏បានប្រាប់គាត់ថាបើសិនជាការឆ្នាំហ្នឹងគឺអត់ល្អទេលេខពីរនាក់ហ្នឹងតែបើសិនជាចង់ការ3ឆ្នាំក្រោយបានអាចការបានបើហ៊ានតារឹងទទឹងពីរនាក់នឹងចង់ការឆ្នាំនឹងនឹងមានគ្រោះដល់ជីវិតហើយគ្រោះនឹងគឺជាគ្រោះព្រាត់ស្លាប់អញ្ចឹងដាច់ខាតគឺអាចារ្យហាមហើយហាមទៀតអត់ឲ្យការឆ្នាំនឹងទេបើចង់ការត្រូវតែការ3ឆ្នាំទៀតទ្រាំសិនទៅការ3ឆ្នាំទៀតហ្នឹងគឺពួកគាត់ពីរនាក់ហ្នឹងគឺល្អហ្មងកាយរស់ស៊ីមានបានហើយនៅចុះសំណងគ្នាអញ្ចឹងណាអញ្ចឹងម្ដាយគាត់គ្រាន់តែលើរឿងហ្នឹងហើយម្ដាយគាត់ជាមនុស្សដែលជឿរឿងហ្នឹងណាម្ដាយគាត់នេះក៏យករឿងហ្នឹងមកប្រាប់បងស្រីគាត់លឺអញ្ចឹងហើយគាត់ក៏ជឿដែរគាត់ថាមនុស្សគាត់ជឿរឿងហ្នឹងតែមិនមែនថាគាត់ជឿងប់ហ្មងទេគាត់ជឿមកល្មមមិនងប់ងល់ទេគាត់ជឿគាត់មានហេតុផលរបស់គាត់អញ្ចឹងដឹងរឿងហ្នឹងទាំងអស់គ្នាហើយហ្នឹងក៏ម្ដាយគាត់នេះយករឿងហ្នឹងទៅប្រាប់ប្អូនប្រុសគាត់ហើយប្អូនប្រុសគាត់ហ្នឹងក៏យករឿងហ្នឹងទៅប្រាប់សង្សារគេដើម្បីឲ្យសង្សារគាត់ហ្នឹងទៅប្រាប់គ្រួសារខាងស្រីដែរអញ្ចឹងនៅពេលដែលពិសាគ្នាហើយអស់ហើយហ្នឹងក៏ភ្ជាប់ពាក្យភ្ជាប់អីជាមួយគ្នាទៅចប់ពីហើយស្រាប់តែបានត្រឹមតែ3ខែឯងស្រាប់តែគ្រួសារខាងស្រីនេះមកលេងផ្ទះគាត់មកលេងផ្ទះបងស្រីហ្នឹងណាលេងផ្ទះគាត់ហើយចាស់ធម្មតាគាត់និយាយគ្នាចុះឡើងសួរសុខទុក្ខគ្នាហូបបាយហូបអីមួយគ្នាហ្នឹងក៏ម្ដាយខាងស្រីនេះក៏គេចង់ឲ្យកូនគេហ្នឹងការនៅឆ្នាំហ្នឹងអញ្ចឹងគ្រាន់តែលឺថាការឆ្នាំហ្នឹងបងស្រីជាមួយនឹងម្ដាយគាត់ណាទាំងអស់គ្នាគាត់រៀងភ្ញាក់ហើយម្ដាយគាត់ហ្នឹងក៏បានប្រាប់ទៅម្ដាយខាងស្រីវិញថាការឆ្នាំហ្នឹងអីបើខ្ញុំទៅអាចារ្យឲ្យដេញមើលឯហ្នឹងហើយអាចារ្យប្រាប់ថាការឆ្នាំហ្នឹងអត់ល្អទេការឆ្នាំហ្នឹងវាអាចមានគ្រោះមានអីប៉ះពាល់ដល់ជីវិតកូនអញ្ចឹងទៅគាត់ខ្លាចគាត់មិនចង់ឲ្យការទេដោយសារតែអាចារ្យដេញមើលហើយអាចារ្យហាមទៀតបើចង់ការចាំ3ឆ្នាំទៀតចាំការទៅមិនអីទេព្រោះអីពីអ្នកហ្នឹងមើលទៅស្រឡាញ់គ្នាម្ដាយគាត់ក៏និយាយប្រាប់តឡងរបៀបបែបធម្មតាអញ្ចឹងតែតឡងស្រីគាត់នេះគឺមើលទៅអត់ព្រមទេគាត់ថា3ឆ្នាំអីយូរម៉េចការឆ្នាំហ្នឹងឲ្យហើយទៅណាមួយកូនស្រីគាត់ហ្នឹងក៏អាយុច្រើនដែរ30ជាងដែរមិនអាយុតិចទេហើយខាងប្រុសហ្នឹងក៏អាយុចូល40ដែរហ្នឹងអញ្ចឹងការឲ្យលឿនទៅមកចាំនៅយូរទេហើយមិនទៅជឿរឿងដេញពលាដេញអីហ្នឹងពេកទេនិយាយទៅខ្ញុំបញ្ជាក់បន្តិចណាទាំងអស់គ្នាបងស្រីគាត់ថាម្ដាយឪពុកខាងស្រីហ្នឹងគឺគាត់អត់សូវជឿពាក់ព័ន្ធជាមួយនឹងថ្ងៃខែឆ្នាំអីទេគាត់មិនសូវជឿទេអញ្ចឹងម្ដាយខាងស្រីនេះក៏បោះពាក្យសម្ដីមកកាន់ម្ដាយគាត់វិញថាការឲ្យលឿនទៅពួកអីចាំ3ឆ្នាំទៀតយូរហើយណាមួយមិនបាច់ទៅជឿរឿងអាចារ្យរឿងថ្ងៃខែឆ្នាំអីហ្នឹងទេបើសិនជាល្អមែនគូខ្លះការឲ្យលេងគ្នាគូខ្លះការឲ្យឆ្លោះគ្នាមានបញ្ហានេះបញ្ហានោះទេរឿងខែឆ្នាំហ្នឹងកុំទៅជឿពេកល្អមិនល្អគឺទៅលើយើងម្ចាស់ខ្លួននេះទេយើងកំណត់ថ្ងៃណាយើងទៅថ្ងៃណាយើងការបានថ្ងៃណាយើងការពេលហ្នឹងទៅកុំទៅជឿអាចារ្យកុំអីពេកនិយាយទៅម្ដាយខាងស្រីនិយាយមករបៀបថាគាត់បែបប្រមាថហ្មងណាទាំងអស់គ្នាអញ្ចឹងបងស្រីជាមួយនឹងម្ដាយគាត់ណានៅពេលដែលឮពាក្យសម្ដីហ្នឹងហើយគាត់អត់សូវសប្បាយចិត្តដែរបងស្រីគាត់ថាពេលហ្នឹងគាត់រៀងមើលចិត្តដែររៀងប៉ះចិត្តគាត់ដែរព្រោះនិយាយមកគឺដូចអត់ជឿហ្មងណាហើយម្ដាយគាត់ក៏មិនសូវជាសប្បាយចិត្តដែរឮតឡងនិយាយមកអញ្ចឹងក៏ចេះតែមិនសូវមាត់មិនសូវកទៅអញ្ចឹងនៅពេលដែលតឡងទៅផ្ទះបាត់ហ្នឹងគាត់នឹងម្ដាយគាត់ក៏បានពិភាក្សាគ្នាគាត់និយាយថាឥឡូវធ្វើមិនទេបើខាងស្រីគេដុតដានគេចង់ការចង់អីនេះហើយសំខាន់ត្រូវអាចារ្យដេញមើលហើយអាចារ្យថាអត់ល្អផងហ្នឹងហើយបើការទៅប៉ះពាល់ដល់ជីវិតកូនគាត់មិនសូវជាសប្បាយចិត្តណាអញ្ចឹងបងស្រីគាត់ក៏បានឲ្យយោបល់ទៅម្ដាយគាត់ថាឥឡូវម៉ែឯងទំតាទៅអាចារ្យមើលមួយដែរអញ្ចឹងម៉ែឯងសាកទៅអាចារ្យមួយទៀតមើលកែលោថាគាត់មើលទៅយើងបានល្អបើថាការឆ្នាំហ្នឹងបានកែលោថាប៉ះចំខែណាដែលល្អអញ្ចឹងណាអញ្ចឹងម៉ែឯងសាកទៅអាចារ្យមួយទៀតដេញមើលអញ្ចឹងនៅពេលដែលភាសាគ្នាជាមួយនឹងម្ដាយគាត់ហើយនឹងបងស្រីគាត់ក៏បានដប់ម្ដាយគាត់ហ្នឹងទៅមើលអាចារ្យមួយទៀតនៅចុងភូមិអញ្ចឹងគាត់ថាដប់ទៅដល់ហ្នឹងម្ដាយគាត់ក៏បានប្រាប់ថ្ងៃខែឆ្នាំទាំងកូនទាំងប្អូនប្រុសគាត់ជាមួយនឹងខាងស្រីហ្នឹងឲ្យអាចារ្យមើលដូចអាចារ្យមុនដែរអញ្ចឹងគឺដូចគ្នាអាចារ្យទី2ដែលគាត់ដេញថ្ងៃខែឆ្នាំហ្នឹងហើយគាត់ប្រាប់គាត់ថាអត់ល្អទេការឆ្នាំហ្នឹងអញ្ចឹងម្ដាយរបស់គាត់នេះក៏សួរថាតែឯងមើលបើសិនជាការឆ្នាំហ្នឹងមិនល្អខែលោថាមានខែណាល្អដែរឆ្នាំហ្នឹងមិនមែន
មួយឆ្នាំមាន12ខែពីល្អៗទាំង12ខែទេតែឯងមើលខែលោខែនេះល្អខែនោះល្អអញ្ចឹងម៉ែគាត់ក៏ព្យាយាមរបៀបថានិយាយសួរនាំទៅដោយសារណាមួយខាងស្រីគេរៀងដុតដានដែរអញ្ចឹងតាអាចារ្យនេះក៏បានប្រាប់វិញគាត់និយាយរៀងម៉ាត់គាត់ថាយាយការកើតទេឆ្នាំហ្នឹងខ្ញុំមើលហើយអីលេខពីអ្នកហ្នឹងបើហ៊ានតកាគឺប្រត់ស្លាប់ហ្មងឥឡូវយាយចង់ឲ្យកូនមានបញ្ហាមែនហើយចង់ការម៉េះចាំ3ឆ្នាំទៀតចាំការទៅថៃ3ឆ្នាំទៀតលេខពីអ្នកនឹងការហើយគឺល្អហ្មងនៅមួយគ្នាគឺចុះសម្រងឲ្យរស់ស៊ីមានបានហើយនិយាយឯងនេះក៏ចង់ឲ្យកូនកាយលឿនម៉េះតាអាចារ្យថាអញ្ចឹងទៀតណាអញ្ចឹងម្ដាយគាត់នឹងគាត់នៅពេលដែលលឺអញ្ចឹងគឺគាត់ដឹងថានិយាយថាម៉េចទៅដល់ផ្ទះវិញហ្នឹងគាត់ក៏បានយករឿងហ្នឹងប្រាប់ប្អូនគាត់ថាណែឥឡូវគាត់ជាមួយម៉ែទៅអាចារ្យដេញមើលអីហើយអាចារ្យថាការឆ្នាំនឹងអត់ល្អអីទេអញ្ចឹងឲ្យប្អូនគាត់នេះទៅនិយាយជាមួយនឹងគូនដឹងគេទៅនិយាយជាមួយនឹងសង្សារគេទៅថាឲ្យនិយាយមើលគ្រួសារអញ្ចឹងឯងដោយសារតែវាអត់សូវល្អហើយគាត់ក៏មិនសូវចង់ឲ្យការឆ្នាំហ្នឹងដែរដោយសារតែវាលឿនអីចឹងណាហើយប្អូនគាត់ហ្នឹងក៏មិនសូវជឿទេរបៀបថាអូយហើយចែងទៅជឿអីថ្ងៃខែឆ្នាំហ្នឹងប្អូនគាត់របៀបស្តៀងគ្រួសារខាងស្រីដែរអត់សូវជឿទេហើយគាត់នឹងខឹងគាត់ស្ដីឲ្យប្អូនគាត់ណាគាត់ថាយីបើសិនមិនជឿកុំប្រមាថណារឿងនឹងរឿងប៉ះពាល់ដល់ជីវិតណាអត់មានមកនិយាយលេងសើចអញ្ចឹងទេអញ្ចឹងគាត់ស្ដីឲ្យអីហើយគាត់និយាយឲ្យផ្ដាំទៀតគាត់ថាយករឿងហ្នឹងទៅប្រាប់គូនដឹងឬក៏ទៅប្រាប់សង្សារទៅហើយឲ្យសង្សារហ្នឹងទៅនិយាយជាមួយម៉ែឪទៅថាឥឡូវចាំ3ឆ្នាំទៀតបានអត់ពួកអីវាពិបាកខ្លាំងណាស់គាត់ទៅផ្ទាល់គាត់មិនចង់ការឆ្នាំហ្នឹងទេគាត់មានអារម្មណ៍មិនសូវល្អដែរអញ្ចឹងបងអូនប្រុសគាត់ហ្នឹងក៏ហ្នឹងឯងហើយក៏យករឿងហ្នឹងតែទៅប្រាប់សង្សារទៅអញ្ចឹងតែប្រាប់ហើយហ្នឹងក៏ខាងស្រីមើលទៅគេដូចជាមិនសូវព្រមណាទាំងអស់គ្នារបៀបខ្ញុំអត់ដឹងថាខាងស្រីមិនដែរគឺចង់ការឆ្នាំហ្នឹងឲ្យបានហ្មងណាអត់សូវជឿអត់សូវអីណាអញ្ចឹងដល់ខាងស្រីនិងខាងគ្រួសារគេដិតដានពេកទៅក៏គ្រួសារខាងបងស្រីនេះម្ដាយគាត់ហើយនឹងគាត់ក៏មិនដឹងថាធ្វើមិនខ្មិចណាបើគេចេះតែបខំគេនិយាយតែគាត់រៀងមើចិត្តណាគាត់រៀងប៉ះពាល់ចិត្តណាអញ្ចឹងក៏ហ្នឹងឯងបើចង់ការក៏ការចាស់ក៏ប៉ុន្តែម្ដាយគាត់នេះក៏បានផ្ដាំទៅកាន់ប្អូនគាត់ថាឥឡូវបើចង់ការក៏ការចាស់គាត់អត់ថាទេគាត់ការឲ្យប៉ុន្តែថ្ងៃអំឡុងចាប់ពីថ្ងៃហ្នឹងទៅរហូតដល់ថ្ងៃការគឺហាមចេញទៅណាឆ្ងាយដាច់ខាតហាមធ្វើដំណើរហាមជិះម៉ូតូទៅណាមកណាហើយគាត់ហាមអត់សូវឲ្យប្អូនប្រុសគាត់នេះជាមួយនឹងសង្សារគេដប់គ្នាទៅដើរលេងណាទេគាត់មិនសូវជាចង់ឲ្យជួបមុខគ្នាទេព្រោះគាត់ថាចិត្តការចិត្តអីចឹងគឺមិនសូវជាចង់ឲ្យទៅណាមកណាឆ្ងាយចង់ឲ្យជួបមុខគ្នាញឹកញាប់ណាអានេះខ្ញុំអត់ដឹងថាមានបញ្ហាដែរនឹងបងស្រីគាត់ប្រាប់ចឹងគាត់ហាម្ដាយគាត់នឹងហាមប្អូនប្រុសគាត់ហើយប្អូនប្រុសគាត់ក៏ចេះតែបាតតាមនឹងចឹងទៅហើយម្ដាយគាត់ចេះតែភ័យដេកមិនសូវជាលក់ម៉ានទេចេះតែភ័យចេះតែព្រួយពួកអីពាក្យដែលអាចារ្យផ្ដាំមកនិយាយដេញពលានឹងមកហ្នឹងគឺដកជាប់នៅក្នុងចិត្តគាត់ហ្មងណាហើយបងស្រីគាត់ក៏ដូចគ្នាគាត់ថាគាត់មានអារម្មណ៍អត់សូវល្អទេគាត់ពិបាកនិយាយពីអារម្មណ៍ហ្នឹងអារម្មណ៍គាត់គឺមិនចង់ឲ្យការហ្មងណាហើយដល់តែគេដុតដានគេចង់ការចង់អីចឹងទៅគាត់មិនដឹងថានិយាយមិនពួកអាហ្នឹងវាជីវិតគេដែរមិនជីវិតគាត់ណាហើយគាត់មិនសូវជាសប្បាយចិត្តទេជាមួយនឹងបង្គោលការខាងមុខហ្នឹងស្រាប់តែហើយនេះគាត់ថ្ងៃសូត្រមន្តហ្នឹងទាំងគ្រួសារទាំងអីទៅជុំគ្នាទាំងអស់ហើយធម្មតាថ្ងៃសូត្រមន្តហ្នឹងអ្នកទាំងអស់គ្នាដឹងហើយត្រូវគាត់ថាមានជាងថតមាននិយាយទៅមានផ្លេចមានអីដូចថ្ងៃការអញ្ចឹងគាត់ថាថ្ងៃសូត្រមន្តហ្នឹងគេធ្វើពេលល្ងាចអញ្ចឹងណាអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់រវល់ដែរគាត់ត្រូវជួយនេះជួយនោះគេដែរអញ្ចឹងណាដល់ហើយកូនកំឡោះកូនកំមុំនេះក៏គេចាប់ផ្ដើមថតរូបថតអីអញ្ចឹងធម្មតាទៅស្រាប់តែថតណាជាងថតនេះថតរូបទៅក៏លេងស្រាប់តែឃើញនៅក្នុងរូបហ្នឹងណាអ្នកគ្នារៀបចាច់ហីស្រាប់តែឃើញខាងកូនកំឡោះនេះអត់មានក្បាលអញ្ចឹងជាងថតពេលហ្នឹងគឺគាត់ភ័យមែនតើគាត់ឃើញស្រស់ពេកណារៀបនឹងចាច់ថតហើយស្រាប់តែឃើញខាងកូនប្រុសនេះអត់មានក្បាលទេឃើញតែខ្លួនឯកទេអ្នកគ្នាអញ្ចឹងជាងថតហ្នឹងគាត់ភ័យហើយគាត់ក៏បានទៅខ្សឹបប្រាប់កូនប្រុសទៀតគាត់អត់តន់ថតទេគាត់ខ្សឹបប្រាប់ទៀតគាត់ថាបងខ្ញុំឃើញរូបបងឯងអត់មានក្បាលណាបងអត់សូវស្រួលទេណាបងឯងយើងប្រយ័ត្នណាដោយសារហ្នឹងវាប្រភ្នោដែរបងអញ្ចឹងនៅពេលដែលជាងថតយករឿងហ្នឹងទៅប្រាប់ប្អូនប្រុសគាត់ទេប្អូនប្រុសគាត់គឺរបៀបថាធម្មតាមិនសូវជាជឿរបៀបគាត់គិតថាអើយប្រហែលជាផ្លាតចំណាំងផ្លាតអីអញ្ចឹងណាហើយក៏ជាងថតស្វាងភ្នែកស្វាងអីចឹងទៅអញ្ចឹងក៏ប្អូនគាត់នេះមិនសូវជឿទេហើយជាងថតហ្នឹងគឺគាត់អស់ចិត្តទេគាត់ក៏បានយករឿងហ្នឹងមកប្រាប់បងស្រីគាត់និយាយថាបងខ្ញុំថតរូបឲ្យប្អូនមួយថ្ងៃនេះហើយខ្ញុំឃើញ
ប្អូនមួយឯងនឹងអត់មានក្បាលទេហើយបងស្រីគាត់ខ្វាន់លឺអញ្ចឹងគាត់ថាគាត់ភ័យហ្មងគាត់បុកពោះមែនតែនហើយគាត់អត់ហ៊ានយករឿងហ្នឹងទៅប្រាប់ម្ដាយគាត់ទេដោយសារទី1ម្ដាយគាត់រៀងចាស់ហើយទី2ម្ដាយគាត់ជាមនុស្សដែលជឿខាងហ្នឹងខ្លាំងណាហើយបើសិនជាគាត់ដឹងរឿងហ្នឹងម្ដាយគាត់ភ័យដោយសារតែតាំងពីថ្ងៃដែលរៀបចំមង្គលការហ្នឹងមកគឺម្ដាយគាត់គឺគេងមិនសូវលក់ទេគឺចិត្តតែកត់ចិត្តតែភ័យចិត្តតែបារម្ភពីសុខភាពកូនណានិយាយទៅបារម្ភទាំងប្អូនប្រុសគាត់បារម្ភទាំងខាងកូនស្រីដូចគ្នាអញ្ចឹងគាត់គ្រាន់តែលឺគាត់ថាគាត់ក៏បានយករឿងហ្នឹងទៅប្រាប់ខាងបងប្អូនផ្សេងទៀតចឹងទៅតែអត់ហ៊ានប្រាប់ម្ដាយទេហើយបងប្អូនផ្សេងទៀតហ្នឹងគេរៀងភ័យរៀងបារម្ភហ្នឹងក៏នាំគ្នាទៅនិយាយជាមួយនឹងប្អូនប្រុសគាត់ជុំគ្នាហើយប្អូនប្រុសគាត់មកនិយាយថាឥឡូវអត់សូវល្អទេពួកអីប្រផ្នូដែលឃើញដាច់ក្បាលដាច់អីនេះគឺជាប្រផ្នូមួយដែលមានគ្រោះណាទាំងអស់គ្នានេះបើតាមចាស់ចំណាំមើលគឺមានគ្រោះហ្នឹងគឺគ្រោះធំគ្រោះបែបធំទៀតណាមិនគ្រោះតូចទេណាអញ្ចឹងគាត់ក៏ប្រាប់ប្អូនគាត់ថាប្រយ័ត្នឲ្យមែនតែនថ្ងៃហ្នឹងដោយសារតែស្អែកហ្នឹងគឺថ្ងៃចូលរោថ្ងៃអត់លេងសើចទេហើយថ្ងៃនេះគឺជាថ្ងៃសូត្រមន្តអញ្ចឹងថ្ងៃហ្នឹងគឺអត់មានទៅណាទេត្រូវតែនៅរោងការនៅផ្ទះកូនស្រីដេកនៅហ្នឹងហាមទៅណាហាមធ្វើអីដាច់ខាតអត់មានទៅណាឆ្ងាយទេពួកឯងគាត់ភ័យហើយគាត់ផ្ដាំទៀតគាត់ថាថ្ងៃហ្នឹងគាត់និយាយផ្ដាំប្អូនគាត់2 3ដងមុននឹងគាត់ជិះទៅផ្ទះវិញជាមួយនឹងបងប្អូនផ្សេងទៀតហើយគាត់ក៏បានដុតម្ដាយគាត់ហ្នឹងទៅផ្ទះវិញដែរអញ្ចឹងគាត់ថានៅពេលដែលគាត់ទៅដល់ផ្ទះវិញហើយហ្នឹងគាត់នឹងប្តីគាត់អីហ្នឹងក៏បានមួយទឹកហូបបាយជាមួយនឹងម្ដាយគាត់អីធម្មតាចឹងទៅស្អែកពីព្រលឹមហ្នឹងត្រូវងើបមកពីព្រលឹមមកមង្គលការប្អូននឹងទៀតអត់បាននៅដេកតែខាងស្រីទេហើយអ្នកទាំងអស់គ្នាយប់ប្រហែលជាម៉ោង1ទៀបភ្លឺឈានចូលថ្ងៃការប្អូនប្រុសគាត់គាត់នេះក៏បានទទួលទូរស័ព្ទទាំងកដាយប់ហ្នឹងអញ្ចឹងគាត់ថាពេលហ្នឹងគាត់មិនចង់លើកទេពួកអីគាត់អត់ស្គាល់លេខទេលេខឡើងប្លែកហ្មងទេមកក៏ប៉ុន្តែតែមកពីបេដងឯងគាត់ក៏លើកទៅហើយគាត់ថាពេលហ្នឹងគាត់រៀងមើលចិត្តដែរពួកឯងមកមួយភ្លឺឯងពីណាគេទេមកស្មោះហ្នឹងហើយជំនាន់ហ្នឹងគាត់ថាអាសាមានអ្នកទេមកច្រឡំលេខជំនាន់គាត់ហ្នឹងអញ្ចឹងគាត់ក៏បានលើកហើយលើកហ្នឹងរបៀបថាបែបមីមើមនុស្សទៅងើបពីដេកហ្នឹងទាំងអស់គ្នាអញ្ចឹងគាត់ក៏បានហៅឡូណាគេទេមកមិនកាយអញ្ចឹងទៅស្រាប់តែមួយខ្សែទៀតគេនិយាយមកគេថាបងឯងបញ្ញាប់មកស្ពានលេខប្រពន្ធនេះមកបងឯងជួបគ្រោះថ្នាក់ចរាចរណ៍គាត់ថាជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងបងស្រីគាត់ថាពេលហ្នឹងគាត់ភ័យគាត់បុកពោះខ្លាំងមែនតើគាត់ឡើងញាត់ដៃគាត់ថាហើយស្អែកវាកាយហ្នឹងនិយាយទៅគឺត្រូវការថ្ងៃហ្នឹងដោយសារអីចូលម៉ោង1ពាក់កណ្ដាលធាតុម៉ោង1ទៀបភ្លឺណាអ្នកទាំងអស់គ្នាមិនម៉ោង12យប់ទេអញ្ចឹងគាត់ញាត់ដៃខ្លាំងមែនតើគាត់ក៏បានដាស់ប្តីគាត់ហើយគាត់អត់ហ៊ានប្រាប់ម្ដាយគាត់ទេណាក៏ប៉ុន្តែម្ដាយគាត់ក៏បានភ្ញាក់មកដែរគាត់ម្ដាយគាត់សួរថាមានរឿងអីហើយមានបញ្ហាអីសង្ស្រោអីហ្នឹងហើយបើកភ្លើងអីភ្លឺពេញផ្ទះហ្នឹងគាត់នឹងមិនដឹងថាត្រូវលាក់មិនទៀតទេអ្នកទាំងអស់គ្នាម្នាក់ការហ្នឹងគាត់ក៏បានប្រាប់ថាម៉ែមានអ្នកតែប្រាប់ខ្ញុំថាអូនវាជួបគ្រោះថ្នាក់ហើយឥឡូវខ្ញុំមិនដឹងថាមិនទេម៉ែអើយយើងទៅមើលសិនទៅចុងម្ដាយគាត់គ្រាន់ទៅលឺហើយគូភ័យមែនតើម្ដាយគាត់ភ័យញ័រដូចគាត់ហាក់ដូចកូនចាប់ត្រូវទឹកអញ្ចឹងគូភ័យណាស់ហើយណាមួយគាត់រៀងមានវ័យចាស់ហើយណាអ្នកទាំងអស់គ្នាហើយអញ្ចឹងទៅគាត់ភ័យចឹងម្ដាយគាត់ថាឥឡូវដប់គាត់ទៅមើលភ្លាមគាត់ចង់ដឹងថាមិនហើយមានបញ្ហាអីដប់គាត់ទៅមើលមកចឹងពេលហ្នឹងបងស្រីប្តីគាត់ហើយនឹងម្ដាយគាត់ក៏បានជិះម៉ូតូ1 3នាក់ហ្នឹងជិះមកមើលដល់ស្ពានហ្នឹងហើយប្អូនគាត់ហ្នឹងគឺមានបញ្ហានៅកន្លែងស្ពានតែគាត់អត់បញ្ជាក់លេខទេចឹងគាត់ថាជិះមកដល់អ្នកទាំងអស់គ្នាហើយគាត់ថាគាត់រន្ធត់ចិត្តខ្លាំងមែនតើគាត់អត់ដឹងថានិយាយមិនខ្មិចឈាមបាញ់ឆ្វាចពេញហ្នឹងហ្មងហើយលេងទៅមើលសាកសាប់អូនគាត់ដែលគេហូមជុំហ្នឹងគេយកកណាត់សយកមកគ្របអ្នកទាំងអស់គ្នាដឹងថាសភាពនឹងរបៀបម៉េចអត់គាត់ហាក់បើកមកខ្វាក់អត់ឃើញក្បាលប្អូនគាត់ទេអ្នកទាំងអស់គ្នាអើយដាច់ក្បាលដាច់ឈឹងហ្មងហើយគាត់ថាពេលហ្នឹងគឺគាត់ញ័រដៃគាត់ញ័រទ្រូងគាត់ថាគាត់ទឹកភ្នែកហូរមកអស់ហើយគាត់ភ័យផងគាត់តក់ស្លុតផងហើយម្ដាយគាត់ស្លាប់ហ្មងអ្នកទាំងអស់គ្នាគាត់ថាឃើញសភាពប្អូនប្រុសគាត់ពេលហ្នឹងម្ដាយគាត់ស្លាប់យកហ្មងហើយគាត់ថាភ័យរឿងប្អូនគាត់មកតង់ហើយមកម៉ែស្លាប់ទៀតគាត់ថាពេលហ្នឹងគឺគាត់ដឹងថាចាប់អីចៅអីគាត់ទៅគាត់ដល់វាពេលហ្នឹងគឺគាត់អស់ពីខ្លួនហ្មងអញ្ចឹងប្តីគាត់នេះក៏បានបីម្ដាយគាត់ឲ្យទៅសម្រាកនៅក្រុមផ្ទះអ្នកចិត្តខាងនៅចិត្តហ្នឹងសិនហើយយកពេញខ្យល់អ្នកចិត្តខាងអីហ្នឹងក៏បានស្ទុះស្ទានាំគ្នាយកពេញខ្យល់យកអីឲ្យម្ដាយគាត់ហិត
ខំប្រឹងជួយហឺតគាត់អីគាត់អញ្ចឹងទៅដោយសារតែគាត់តក់ស្លុតគាត់ចាស់ហើយអ្នកទាំងអស់គ្នាមកឃើញកូនប្រុសគាត់អញ្ចឹងទៀតហើយបងស្រីគាត់ថាអូយគាត់យំគាត់សឹងតែបោកខ្លួនគាត់ឈឺចាប់ខ្លាំងមែនតើគាត់សួរអ្នកជុំវិញខ្លួនហ្នឹងគាត់ថាមានរឿងអីគ្រោះថ្នាក់ចរាចរណ៍មែនមានបញ្ហាអីមិនដល់ថ្នាក់សាហាវដាច់ក្បាលថ្នាក់ហ្នឹងហើយណាក្បាលប្អូនគាត់ក្បាលប្អូនគាត់នៅណាគាត់ថាពេលហ្នឹងគឺគាត់យំយកហ្មងអញ្ចឹងអ្នកនៅម្ដុំហ្នឹងគេក៏បានប្រាប់អ្នកដែលគេនៅម្ដុំហ្នឹងគេថាដំបូងគេស្មានតែប្អូនគាត់នេះជួបគ្រោះថ្នាក់ចរាចរណ៍តែមិនមែនគ្រោះថ្នាក់ចរាចរណ៍អ្នកទាំងអស់គ្នាប្អូនគាត់នេះប្អូនប្រុសគាត់ហ្នឹងណាជិះម៉ូតូមកដល់ស្ពានហ្នឹងហើយអាស្ពានហ្នឹងណាគឺមានពួកក្មេងស្ទាវនេះវារបៀបថាវាឆ្លោះគ្នាដល់វាឆ្លោះគ្នាទៅរបៀបវាស្មានតែបងប្រុសដែលជិះមកហ្នឹងគឺជាគ្នាវាស្រាប់តែវាយកកបាត់ហ្នឹងយកមកកាប់វាកាប់ដាច់ក្បាលអ្នកទាំងអស់គ្នាហើយវារត់បាត់ទៅអញ្ចឹងបងស្រីគាត់ថាពេលហ្នឹងគាត់តក់ស្លុតណាគាត់អត់នឹកស្មានថាមានរឿងហ្នឹងកើតឡើងទេអ្នកទាំងអស់គ្នាហើយគាត់ឈឺចាប់មែនតើហើយរឿងហ្នឹងក៏បានដល់ខាងស្រីដឹងដល់ខាងស្រីហើយខាងស្រីហ្នឹងក៏បានមកទៅខូនទៅក៏នាំគ្នាយំយកទាំងអស់គ្នានៅហ្នឹងទៅខាងស្រីយំឡើងស្លាប់ដូចគ្នាទទួលយកបានទេឥឡូវសួរថាអ្នកគេទទួលបានអ្នកទាំងអស់គ្នាស្អែកហ្នឹងចូលរោងការបាត់ហើយហ្នឹងហើយមកកូនកំឡោះដាច់ក្បាលស្លាប់នេះឥឡូវសួរថាគេទទួលបានគាត់ថាករណីហ្នឹងពេលហ្នឹងជំនាន់គាត់ហ្នឹងគូល្បីខ្លាំងមែនតើល្បីរន្ទឺហ្មងព្រោះវាអត់នឹកស្មានថាវាកើតឡើងអញ្ចឹងហើយបន្ទាប់ពីឃើញអញ្ចឹងហើយហ្នឹងក៏បានយកសាប់ប្អូនគាត់ហ្នឹងយកទៅកាន់ផ្ទះគាត់ទៅតែអត់ទាន់ឃើញក្បាលទេគាត់ថាពេលហ្នឹងមិនដឹងថាក្បាលប្អូនគាត់ទៅដល់ណាដល់ណីទេគាត់ភ័យគាត់រន្ធត់ខ្លាំងមែនតើហើយអ្នកនៅជុំវិញហ្នឹងក៏គេជួយរកក្បាលរកអីអញ្ចឹងតែរកអត់ទាន់ឃើញហើយខាងស្រីហ្នឹងស្លាប់អត់ដឹងខ្លួនទេយំឡើងស្លាប់ហើយម្ដាយគាត់ហ្នឹងគឺដូចគ្នាអត់មានអ្នកគេទទួលនិយាយទៅគឺអត់មានអ្នកគេទទួលយកបានទេទាំងគ្រួសារគាត់ទាំងគ្រួសារខាងស្រីនឹងហើយគឺលទ្ធផលដែលអត់ជឿអ្នកទាំងអស់គ្នាលទ្ធផលដែលប្រមាថគឺបែបហ្នឹងអញ្ចឹងនៅពេលដែលគាត់ហាយកសពហ្នឹងទៅដល់ផ្ទះហើយអ្នកចិត្តខាងអីហ្នឹងគាត់ព្យាយាមពឹងគេគាត់ថាឲ្យជួយរកក្បាលប្អូនគាត់ផងហើយគាត់បានឲ្យប្តីគាត់ហ្នឹងទៅជួយរកក្បាលប្អូនគាត់ហើយរត់ឃើញទេរហូតដល់យប់ម្ដាយគាត់ដឹងខ្លួនឡើងវិញហ្នឹងម្ដាយគាត់នេះទៅទាំងយំទៅកន្លែងចិត្តស្ពានហ្នឹងទៅទាំងយំហើយក៏បានអុជធូបនិយាយថាកូនឯងទៅណាឥឡូវម៉ែឃើញតាខ្លួនខ្លួនឯងទេអត់ឃើញក្បាលទេហើយបើថាមានវិញ្ញាណមានអីនៅកន្លែងហ្នឹងបាំងមិនឲ្យខ្ញុំឃើញមិនឲ្យខ្ញុំអីសូមឲ្យខ្ញុំឃើញក្បាលកូនខ្ញុំមកខ្ញុំត្រូវការយកទៅធ្វើបុណ្យកុំបិទកុំបាំងគ្នាចឹងអីគ្នាអត់ដឹងអីទេឥឡូវគ្នាមានគ្រោះថ្នាក់ហើយអញ្ចឹងម្ដាយគាត់បានអុជធូបនិយាយនៅក្បាលស្ពានហ្នឹងណាអញ្ចឹងគាត់ថាគាត់ណានិយាយហើយរឿងដែលមិននឹកស្មានដល់ទាំងអស់គ្នា2ម៉ោងក្រោយមកស្រាប់តែឃើញក្បាលប្អូនគាត់ហ្នឹងនៅកប់ក្នុងគុំព្រៃមួយក្បែរស្ពានហ្នឹងហើយអ្នកដែលគេឃើញហ្នឹងគឺអូយអ្នកទាំងអស់គ្នាព្រឺខ្លាំងមែនតើបងមួយដែលឃើញក្បាលរបស់ប្អូនគាត់ហ្នឹងគឺកាន់យួរមកហ្មងគាត់ថាបងហ្នឹងមើលទៅដូចអត់ខ្លាចទេតែអ្នកផ្សេងគឺគេព្រឺសម្បល់គ្រប់គ្នាគេព្រឺហ្មងស្មីតែគាត់នេះដែលជាបងស្រីក៏គាត់រៀងព្រឺទេណាឃើញមកវាស្រស់ពេកអញ្ចឹងគាត់ថាពេលហ្នឹងក៏យកទៅធ្វើបន្សាបទៅហើយពាក់ព័ន្ធជាមួយនឹងពួកក្មេងទាំងអស់ហ្នឹងគាត់ថាគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងដែរឲ្យប៉ូលីសចាប់ពួកវាយកមកដាក់គុកឲ្យអស់ពួកអីប្អូនគាត់ស្លាប់ដោយសារតែពួកក្មេងទាំងអស់ហ្នឹងវាមកវាយគ្នាមកឆ្លោះគ្នាមិនវាមកកាប់ត្រូវប្អូនគាត់ទេហើយគាត់ក៏បានសួរហេតុការណ៍ដែរគាត់សួរថាហេតុអីបានប្អូនគាត់ជិះមកស្ពានហ្នឹងពួកអីគាត់មុននឹងទៅផ្ទះគាត់ផ្ដាំណាស់គាត់ផ្ដាំច្បាស់ផ្ដាំម្ដងហើយម្ដងទៀតថាអត់មានទៅណាទេពួកអីជាងថតនេះបានប្រាប់ហើយថាពេលថតគឺអត់ឃើញក្បាលទេអញ្ចឹងដឹងតែមានគ្រោះ 100% ហើយវាកិច្ចមិនផុតទេអញ្ចឹងគាត់បានព្យាយាមប្រាប់ថាកុំទៅណានៅផ្ទះកូនស្រីនឹងនៅដេកនឹងហើយផ្ទះខាងស្រីហ្នឹងតែហេតុអីប្អូនគាត់ជិះម៉ូតូមកស្ពានហ្នឹងអញ្ចឹងខាងសាច់ញាតិខាងស្រីគេក៏បានប្រាប់វាថាចេថ្ងៃដែលសូត្រមន្តហ្នឹងនៅពេលដែលបងស្រីនិងម្ដាយគាត់បងប្អូនអីទៅផ្ទះរៀងខ្លួនហើយហ្នឹងម៉ោងប្រហែលជា11យប់ខាងកូនប្រុសហ្នឹងក៏ផឹកតែផឹកហ្នឹងមិនមែនថាផឹកច្រើនយកមកស្វឹងអួបនួរទេព្រោះអីស្អែកហ្នឹងគឺត្រូវថ្ងៃការខ្លួនឯងផឹកតិចបែបហ្នឹងឲ្យជុំគ្នាមួយបងប្អូនឯងតិចទេស្រាប់តែម៉ោង11យប់ហ្នឹងមិនដឹងថាខាងកូនប្រុសនិងប្អូនប្រុសគាត់មានរឿងអីទេដូចមានស្អីចូលខ្លួនឬក៏មានអីមកនាំអញ្ចឹងពេលហ្នឹងផឹកហើយគឺបោកកែវបោកចានបោកឆ្នាំងនៅជុំវិញហ្នឹងហើយជេគេពេញហ្នឹងហ្មងចង្អល់ជេគេពេញហ្នឹងហ្មងហើយពេលហ្នឹងទាំងបងប្អូនគាត់ខាងស្រីហ្នឹងបងប្អូនខាងស្រីទាំងអីនាំគ្នាមកជួយខាត់ណា
Thầy ê, anh mình thường chẳng thế, mấy con mau chê cái phắc hay mà chê cái chẳng. Hay mấy con mau đào chừng ol cái con hạp bên nó bị luộc ní á. Tai môi cứ chơi dâm tục hàng con sấy đó nghe. Sẵn nhiệt con sấy nhưng kẹp chơi dâm tục của ấy sái nâng ca hay kẹo cho anh mình hướng luộc ní thì. Còn đây con hạp ôn phỏ quát đấy. Cứ chê cái nó là chê cái vô hái ọt qua lên ná khoát từ. Tiên sao mà tao hay chi bỏng rõng nâng tao tẹt luôn ai vinh. Ọt đang ham mình hướng ấy để sóc cứ mang chân mỏng á. Sạp ta chi đó cái lại spin nâng hái ban cao mình hướng nâng hay quan tâm đặt nằm nâng đai thì. Hay con sấy dân cứ khăn con sấy á. Con cầm mỏng nâng á. Cứ nên tại tua giọt bàn. Ngay để thở cá bài cho mà chụp hướng thợ bon sạp oi vô nhẹ. Trong ngày nâng á thợ bon sạp oi tiếng bà bạ chặt tiếng dôm gì đó cứ sở lệ dôm ô bên nâng mỏng á. Nên ngọt ní ơi. Con hai con mình được smart đó thì hay tăng bị thợ bon sạp nâng hái á. Beli bật chỉ chạp bàn phục mê nâng on nâng mền. Chạp bàn khổng nâng cư bằng mùi nẹ. Hay vì sao phiệp mên bên ha. Vì ở đăng tê. Vì smart là khổng để vì chuộc nì. Cô bạ để bạ vì có bàn cặp hay vì hột tờ vì phơi bệt. Trong có chạp bàn màu. Hay còn hà bê đài thợ bon sạp hay hai nâng á. Có bàn lứ đầm nâng. Đài mau bị cô xa khang sấy nè. Thà khang sấy nâng á. Tăng bị ông pháo qua sạp tới á. Cứ vô bạ chất khăn mình tên, chu chất khăn mình tên. Hay bài của mình hôm ọt đài trên bì bật tê cứ dược hạ bắt luôn ai nó không bật tộp nâng mỏng á. ọt hiên trên mà khéo tê. Không mà kê phong, chu chạp phong ấy phong á. Anh ấy con lưu lý hiên mau để kê phẹp con nái á. Hay con ha bên nâng là nất cửa nật ấy. Tại quạt chư chạp chiêng, quạt bạt bằng phá ôn. Hay mà đái con nâng cứ chạp đam thẹt luôn chư vô mỏng tăng bì phá ôn phá quạt sạp nâng ấy. Nên bây đã thơ bọn bà ngay phá ôn quạt á. Cô xa hàng con sấy nâng có kê màu này. Kê màu hói ấy. Xẹp tà mọt bọn nâng á. Sạch nhiệt bỏ cô xa khang phá ôn sấy nâng á. Nâng ọc nìa. Có ban phẹp bọn sấy thành chè. Ngày muối á. Mà lượng bàn bài chỉ 4 ngày vậy. Và tòa bì ôn phá quạt nâng sạp tới thợ bọn hói á. Xẹp tà quạt ní chộp tập tắc mùi tật. Có chộp tập tắc mùi tật á. Mùi tật xẹp tà quạt lưu sẽ lấy mà đài quạt hào. Quạt lưu sẽ lấy mà đài quạt hào. Mai quạt hào thầy á mà ôn. Bác quê mai định mơ. Mai lang thì hạt cá đấy con. Hay chẳng tớ. Khang cổ xa khang sạch nhiệt khang con sấy nâng á. Có bàn chào thằng mai. Hay mà em lang thì hạt nâng tớ. Nhưng mình chả sao nè. Có tháp bên nó quạt đang đây còn bông mùi tắc nâng mà tốc tắc ra nâng ngọt nè. Chẳng quạt chào chùi nâng mà đáy quạt hai. Quạt có ơn mình đăng này. Quạt gì chẳng hại mai quạt lang thì hạt tớ. Bụi quạt mình ban chả sao chả ấy nè. Hay quạt tháp bên nó quạt hiểu mìa rõng lại đây. Bụi mà đáy quạt lang đe lang ấy nâng. Mặt đáy chạy xua nôm quạt, hai quạt ấy chẳng thế. Hay nào môi thủy tiền nâng cứ bạc chùm hò đà. Hay mai quạt mến hẳn mơ nè. Mất có mau xảy hai quạt chẳng hay quạt hạp bên nâng quạt chạp bà rõm tì. Quạt có bà tơ mùi tạc tiệt. Mùi tạc ấy hào nâng á. Quạt có bà lang nửa tiền. Chẳng quạt khơi mai quạt nâng bà quạt này bồng côi mơ tùa. Hay bà ôn xảy quạt nâng chạp tăng bị miên hướng nâng. Cứ ọt đài trên việc nâng bà tộc tì. Ní sạch nhiệt kháng con xảy phẹp mà căn bong xảy nhá. Sạp tạ lang đó lơ tiền nâng hái quạt có bà xua mai quạt có tháng mai. Hay nhầm chứ ngon mà anh đó lên nè. Thuê tê bạc chùm ho sao mà anh chăm bạch ao nhầm bạc thuê tê ao được ấy. Bờ thuê tê ao mình bật phong nâng. Hay hoạt đó đài chân tì. Hay đăng ấy thay nhầm bông mùi tắc hay máu nhầm bạc thuê ao mạch. Khè ba con nó lờ nâng đai ấy. Chứ con gì mười mai con bạc thò mà đa chứ nghe được nè. Sao thầm ai con gì tha. Hứ. Con miền man đã hơi bạn tăng bình căng. Con miền man đã hơi bạc thuê tê ấy kê. Con miền tên này con nâng cô lơ tê nâng 10 ngày mơ tàu tua chỉ mùi nâng đây con nè. Hay con miền đã hơi nè. Chúc mong xảy kha ấy. Cho nên cái hai quạt. Mà đáy quát hay nâng quát chạp đà mìa mà sơ xúa lên á. Có bàn tay quạt hiên cất ấy chờ này. Hay sẵn nhiệt khăn con sấy nâng á. Phẹp bong sấy to đợt hà chạp tăng bì ngay nâng máu ấy. Quát chạp đàm lưu sẽ lấy bà ôn quạt này. Quát lưu sẽ lấy bà ôn quát gì nâng bà tục ngơ mình này ai là hột. Mình nâng hành gì cho mùi nà kê thì. Hai nâng bê để quát cua thpia tư xua tha. Hành gì mùi nà kê. Nâng bà tục nâng ơn mình nà kê thấy hay cho hành phòng ở trên mà bịch nâng bà tục nâng sao men. Thế bà ôn quát ở trái thì. Hay bắt thpia chạ sao nâng bà tục nâng mỏng. Ất phồm ơn nà kê cho tư tế. Hay có ở trên mà kèo đây. Như tế bên nâng cứ phòng bà ọt mai thôi này ở slap á nè ngọt nè bôn tay á. Chỉ riêng rồi chụp cứ tay tờ lư sẽ lấy bà ôn quanh nâng giấy ngơ giấy sao là biệp tha. Đôn giấy chùm mùi nâng nà kê mà nẹn chẳng. Thế quả đang hai trên nà kê. Có thắp bên nâng quát play mình tên quát pay mình tên quát đấy. Có màn ôi ba quát nâng á. Vô ấy mau cua tùm đu thuy nâng cho mơ bà ôn quát mơ. Hay bà ôn quát nâng mấy còn giấy á xa giấy mình này anh bê chụp sang ngặt mê.
vậy hướng ấy vậy mùi nè kê rồi có mình là biệp ha quạt phay môi tiết cứ khai tháp ôn quạt mình bánh ha tệ rõm là biệp ha chưa cha pe tứ nơ không luôn ai đặt nông bật tàu ngật pe tứ cao tới chưa chừng ngữ tệ rõm vậy ta này ai sao này ai quạt phay hướng năng đá chẳng có ban cột về mà tầm lưu châu tức khơi ôn còn coi giấy sao này ai biệp hát đôi mà nữ ăn mình tệ chẳng nó nè giấy sao dạ nhâm táp này ai nè hai bật tàu nó cứ ngật chừng quạt ha quạt thì mùi nâng ở bốc quạt á sạch nhiệt khang sấy dễ nhất ha còn là cho ra không bật tụng nâng cứ thông khăn sôi vô mà đang hát thông khăn nâng mau bị na thì thông khăn sôi vô mỏng á nó đang tham mệt hay quạt có bàn bao phường đếp on quạt nơi thành dễ sao này ai thì biểu đích mình nâng bên bánh ha sợi ra mấy nâng bên nâng á hay không luôn ai nên đặt không bật tụng nâng hay quạt thông sôi bên nâng quạt chi dâm đa mà không bật tụng nâng khải lô min ai chẳng á ta ăn min ai thì ta có thông sôi có thông lại chẳng ấy quạt các bạn ôn quạt mà khéo trên phim tục này ôn quạt nó cứ xài vô chê quạt thì mùi nằng pa quạt nó chê vô mỏng ớt bốm trên phim tục năng thì xài chê dông lòng pa này trên khang năng kêu mà loan mơ cục kia quạt ha mấy con phổ máu này thì giống á chẳng chùm rỡ miền đảo nước nông tục năng sần té quạt nằng bao ấy ở ao nơi ngật tì đề thì ôn quạt năng cứ nơi giấy nhâm mà này ai nè nằng chẳng bong xài quạt hà pen nằng á khoan là quạt lư sạch nhiệt khang sấy như mình chẳng ấy quạt chập đam hiện mẹ rầm ăn lòi quạt ha sang say đã miên pan ha ấy mẹ sóc khang sấy cao cà rạ bài năng thì nip on quạt snap tâm đã bàn mặn ngay á nè bài trên mẹ cà rạ chẳng á là họ đã thợ bòn bài ngày năng háo với năng ngọt đìa xẹp tài chập bắt đam miên đường prư chẳng non cả lá ngày quạt hành trẻ chừng ngày bị cha quạtแต่การแตกข้างใสแต่สัญญาข้างใสนั้นเบอร์ซันchỉ dương kích tới chi và hai tại đậm tí ít đo lại hay dương thử tròn spin cho nuồn pi chân quạt han nè để kê nơi các bài nắng á cái chập đàm chuột hưởng phải cái chập đàm khơi bị nhiên ôn quả đấy quạt ha hưởng nắng cứ là bay khang mình tẹt ngay muối á sạp tầm miên pu mà nè quạt tập phật tới có màu tè bình dục hay quạt nắng á có bạn chi cắt spin nâng quạt chi cắt spin nâng tè ngất á hay quạt bong sấy quạt chạy đại tha nè nơi mà đồm nắng á ôi tạc tông mong bằng bảy ấy cứ nọc nè bật việc đây vậy để sao ấy mong bảy mình toàn đây cái lu bên nâng mọn chân ông phòng nè nắng á quạt màu bị phật bên trong một phe quạt nắng hiện vô bay trong mỏng đạp vô bay chẳng chi màu đa spin nắng á sạchแต่ chi máu quạt bàn khơi nước phòng nè cho bài nón nơi các bà spin hay ông phổ nâng quạt bàn chạm làm tê quạt còn cho mà tao xua quạt số thả ôn hi giúp small nâng ấy hay mà cho ấy nơi các bà spin nâng ngồi ta tê hả chắc ông phổ nâng quạt đăng chẳng bàn nâng ấy mà nè phổ nâng ông bên bài màu tê cứ nơi cho bài non nữa nâng ông bên bài màu vậy mình nâng ông nâng tê hay ông nâng quạt thiệt bằng sương ná chẳng quạt cái số đấy này chơi men xui hay ở chơi biết quạt thiệt bằng nó ngọt nè chẳng quạt HP nâng quạt hổ mua gàm tàu nâng chi tới một của xui kèm chơi phong nâng nơi tới ấy tiền hay nào mui hiện dục ngạt đấy ở mình là cái bạc lương bạc ấy phong nâng plư bên plư đảm pool mà to quạt nâng chẳng quạt cái quạt mà chơi mà to mua gàm mà to chi tới ấy mình là ngọt nè anh bông bởi chai mà tấu á xẹp ta ôm nâng quạt khơi có ba nè phổ nâng cút đặt chân bị luôn hôi chia mau mỏng ôm nâng quạt ha mình nơi tê chi mà to chi vô mỏng bê nâng bọc ấy bọc đây quạt khoa đi quạt nho đai nho trơn là họ đập phật láng ôm nâng chư mỏng hay hướng nâng mẹn chụp tại ôm phổ nâng ấy bông sấy quạt giấy quạt ha quạt lư bị phô môi cứ cái gì cục nên thà spin nâng á chi ở ban đây dục làng cứ tay ta khơi bị nhiên mình được phó pe khla căn có ba pe khla bọt đây hai kê xong chi ta tia chỉ muôi hãy pe khla tiền nâng ấy áo cái khơi xóa một đây có ba trên chia mau lần nhận nơi chật nâng á cứ cái niệm môn ấy mà sốt môn nè hãy bong sấy quạt ngò lại quạt hà có quá để môn đằng cao hướng nâng á vô xạ sạp ôn còn mà thợ bón nâng có quạt ba niệm môn lô mà sốt môn hao bị nhiên hay ấy mau đai mền on tể bón tái hay ấy đây tầm mình đã khởi rồi hốt đó ngày mùi nạ chất khang quạt nâng cứ chụp toàn mà nạ chất khang quạt nâng ban mà nhịp hẹp quạt cái thang ngày mùi nâng ấy kê cho mùi nâng vào đây kê nâng tờ cà
តកាគេហើយត្រូវជីកាស្ពានហ្នឹងហើយស្ពានហ្នឹងធម្មតាណាគេក៏ល្បីដែរល្បីរឿងថាមានខ្មោចលងមានអីចឹងណាហ្នឹងហើយអញ្ចឹងគេរៀងពឺឆ្អឹងខ្នងដែរជីកាស្ពានហ្នឹងហើយបន្ទាប់ពីហូបការហូបអីមកហ្នឹងប្រហែលជាខ្ទង់ម៉ោង8គេក៏បានជិះមកវិញជាមួយនឹងប្តីគេហើយជិះមកហ្នឹងគឺជិះកិច្ចមិនផុតពីស្ពានហ្នឹងទេហើយពេលហ្នឹងយប់ក៏រៀងស្ងាត់ដែរស្រាប់តែជិះមកដល់ស្ពានហ្នឹងប្តីគាត់ក៏បានកលៃភ្នែកឃើញមនុស្សប្រុសម្នាក់បាក់ដៃហៅឲ្យឈប់ម៉ូតូហើយពេលហ្នឹងប្តីគាត់គឺអត់ចង់ឈប់ទេក៏ប៉ុន្តែគាត់ថាពេលហ្នឹងវារបៀបថាមិនដឹងហ្មងចាមួហ្គាវាអត់ទៅមុខហ្មងវាដូចតឹងហ្មងហើយគាត់ភ័យគាត់ថាពេលហ្នឹងគាត់ជាមួយនឹងប្តីគាត់គឺភ័យខ្លាំងមែនតើហើយយប់វាងងឹតដែរស្រាប់តែជិះមកដល់ស្ពានហ្នឹងគឺឃើញម្នាក់ប្រុសហ្នឹងដាច់ក្បាលយកហ្មងដាច់ក្បាលល្មៀលមកហ្មងហើយគាត់ថាពេលហ្នឹងគាត់នឹងប្តីគាត់គូជិះទៅរហូតដល់រៀងហួសស្ពានហ្នឹងប្រហែលជា1គីឡូគឺដួលម៉ូតូហ្មងបុកឆ្កែហើយគាត់ថាគាត់នឹងប្តីគាត់ជួបរឿងហ្នឹងហើយគាត់ភ័យខ្លាំងមែនតើគាត់ក៏បានយករឿងហ្នឹងមកប្រាប់បងស្រីហើយបងស្រីជាមួយនឹងម្ដាយគាត់គឺអត់សូវសប្បាយចិត្តទេពួកអីមើលទៅវិញ្ញាណប្អូនប្រុសគាត់ហ្នឹងគឺអត់ទាន់ទៅបានស្ងប់ទេអញ្ចឹងម្លងមកបានជាមួយអាទិត្យគាត់ក៏បានលើដំណឹងមួយទៀតដំណឹងដែលនឹកស្មានអត់ដល់ដល់ទាំងអស់គ្នាគឺកូនស្រីនេះខាងកូនស្រីគូសារខាងកូនស្រីនេះគេមកប្រាប់គាត់ថាកូនស្រីគេហ្នឹងគឺបានស្លាប់ហើយចងកខ្លួនឯងស្លាប់នៅក្នុងបន្ទប់ហ្នឹងហើយពេលហ្នឹងគាត់ជាមួយនឹងម្ដាយគាត់តក់ស្លុតខ្លាំងមែនតើអត់ដឹងថាមានហេតុផលអីបានជាគាត់ទៅចងកអញ្ចឹងគាត់ឈឺចិត្តពេកឬក៏អីពេកអញ្ចឹងថ្ងៃបុណ្យសពហ្នឹងគាត់ក៏បានទៅចូលរួមហើយគាត់ព្យាយាមសួរសាច់ញាតិគេដែរថាមានបញ្ហាអីមុនស្លាប់ហ្នឹងមានរឿងអីមែនអញ្ចឹងសាច់ញាតិគេក៏បានប្រាប់ថាមុនស្លាប់ហ្នឹងអាការៈរបស់ប្អូនគាត់ហ្នឹងគឺដូចតែមុនអញ្ចឹងយប់ឡើងហ្នឹងលឺនិយាយងើម្នាក់ឯងនិយាយសើចមិនដឹងថានិយាយជាមួយនឹងណាគេទេលឺតែនិយាយរហូតឲ្យតែពេលយប់តែពេលថ្ងៃគឺស្ងាត់ជ្រាបបាត់មាត់ជ្រាបហើយគាត់នឹងព្យាយាមគោះទ្វារព្យាយាមសួរហើយព្យាយាមអោសចេញពីបន្ទប់មិនគឺអត់ចេញទេគឺនៅក្នុងបន្ទប់នឹងសង្ងំនៅហ្នឹងហ្មងហើយហ៊ានតែអោសចេញពីបន្ទប់គឺស្រែកជេរស្រែកស្ដីឲ្យគាត់ដូចមានអីចូលអញ្ចឹងដូចមានអីនាំអញ្ចឹងស្រាប់តែម្លងមកឡើងគាត់បើកទ្វារមកថាយកបាយយកអីបងអូនគាត់ហូបហ្នឹងគាត់ឃើញបងអូនគាត់ចងកស្លាប់បាត់ហើយអញ្ចឹងមានម៉េចមានតែនាំគ្នាលើកចុះមកហ្នឹងធ្វើបន់អញ្ចឹងរឿងហ្នឹងដែលធ្វើឲ្យបងស្រីគាត់សង្ស័យរឿងដែលសង្ស័យទី1អ្នកនរគ្នាគឺសាច់ញាតិរបស់ខាងស្រីនេះគេឮសលេងមនុស្សហៅឮសលេងដែលម្ដាយគាត់ហៅគាត់ថាបើកទ្វារគាត់ផងគាត់ឡើងលើផ្ទះហើយបងស្រីហ្នឹងក៏គាត់ថាហើយឡើងទៅទ្វារមិនបើកណាអាហ្នឹងខ្ញុំគាត់ថាប្រហែលជាវិញ្ញាណរបស់ប្អូនប្រុសរបស់បងស្រីគាត់មហោក៏មិនដឹងពួកអីគាត់អត់ទាន់ដាច់អាឡ័យទេសារតែអីមុនស្លាប់ហ្នឹងគឺចិត្តចូលរោងការហ្នឹងអញ្ចឹងអាចនឹងបងស្រីគាត់និយាយងើក្នុងបន្ទប់រាល់យប់ទាញឲ្យចេញពីបន្ទប់ហ្នឹងមិនខ្ចីចេញសាច់ជេរសាច់អីហ្នឹងអាចថាវិញ្ញាណបងប្រុសបងស្រីហ្នឹងគឺគាត់នៅជាមួយនឹងម្នាក់ស្រីហ្នឹងគាត់នៅយប់ឡើងគាត់នាំនិយាយគាត់មកឲ្យឃើញគាត់មកឲ្យអីក៏មិនដឹងហើយនិយាយចុះនិយាយឡើងទៅក៏របៀបស្លាប់ចងករបៀបថាគាត់ចង់ទៅជាមួយគ្នាព្រោះគាត់អត់បានការជាមួយគ្នានឹងចិត្តដល់ថ្ងៃការក៏ខាងប្រុសស្លាប់ហ្នឹងអញ្ចឹងគាត់មិនដាច់អាឡ័យប្រហែលជារឿងហ្នឹងអាចនឹងមានអញ្ចឹងកើតឡើងព្រោះអីម្ចាស់ផ្ទះបានអនុញ្ញាតឲ្យឡើងហើយអានេះយើងមិនដឹងច្បាស់ហើយគ្រាន់ជាការសន្និដ្ឋានរបស់ខ្ញុំឯងអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលកើតមានរឿងទួនហើយអ្នកភូមិនៅក្បែរហ្នឹងគឺចេះតែមកប្រាប់បងស្រីពីហេតុការណ៍ដែលប្អូនប្រុសគាត់នឹងលងគេមកឲ្យគេខូចដាច់ក្បាលស្រស់មកហៅគេជិះម៉ូតូជាមួយផងអីផងហ្នឹងគាត់ទ្រាំបានដែរគាត់នេះក៏ទៅហៅគ្រូឲ្យមើលអញ្ចឹងគ្រូហ្នឹងក៏បានប្រាប់ថាវិញ្ញាណប្អូនគាត់ហ្នឹងគឺអត់ទាន់ទៅណាទេនៅចាំនៅស្ពានហ្នឹងដោយសារតែប្អូនគាត់ហ្នឹងមកជំនួសគេនៅក្នុងស្ពានហ្នឹងអញ្ចឹងគ្រូហ្នឹងក៏បានប្រាប់ថាគាត់អត់មានវិធីអីត្រូវមកទៅលំដាប់វិញ្ញាណរបស់ប្អូនប្រុសគាត់នឹងបានទេដោយសារតែនៅក្បាលស្ពានហ្នឹងធ្លាប់មានវិញ្ញាណស្លាប់ច្រើនហើយវិញ្ញាណដែលស្លាប់ហ្នឹងបានទាញប្អូនប្រុសគាត់ហ្នឹងឲ្យមកចាំជំនួសគេអញ្ចឹងគាត់ថាគាត់មានវិធីអីទេវិញ្ញាណហ្នឹងគឺនឹងទៅដល់ខ្លួនឯងនោះតែមានអ្នកមកចាំស្នងនៅហ្នឹងគាត់និយាយចឹង
ចឹងបងស្រីគាត់ពិបាកចិត្តមែនតើណាគាត់ចង់ឲ្យប្អូនគាត់ពញានប្អូនគាត់នឹងទៅឲ្យបានសុខអត់ចង់ឲ្យមកលងគេអត់ចង់ឲ្យមកអីទេហើយគាត់ថាចេះតែមានរឿងចេះតែមានគេមកប្រាប់គាត់រហូតដល់ថ្ងៃមួយទៀតមានបងប្រុសម្នាក់ហ្នឹងគាត់មកពីម្ពិញគាត់មកលេងគ្រួសារគាត់នៅម្ដុំហ្នឹងហើយគាត់អត់ដឹងទេថានៅនឹងមានរឿងអីសត្វតែយប់ឡើងហ្នឹងគាត់ជិះដើរលេងរបៀបបែបយុវវ័យណាអ្នកនរគ្នាគាត់ជិះដើរលេងគាត់ជិះអីយប់ឡើងអញ្ចឹងទៅគាត់អត់មានដឹងទេសត្វតែជិះមកដល់ស្ពានហ្នឹងគាត់ក៏ឃើញមនុស្សប្រុសម្នាក់ឈប់នៅហ្នឹងហើយបក់ដៃហៅគាត់សុំជិះម៉ូតូជាមួយដែរហើយបងប្រុសហ្នឹងគាត់អត់ដឹងណាគាត់ក៏បានឲ្យឡើងជិះមកហើយម្នាក់ប្រុសហ្នឹងដែលនៅកន្លែងចិត្តស្ពានហ្នឹងក៏បានប្រាប់ថាជូនគេទៅផ្ទះគេបន្តិចមកគេអត់មានម៉ូតូជិះទៅទេហើយបងប្រុសហ្នឹងក៏គាត់សួរដែរគាត់ថាហើយមិនបងឯងមកនៅនឹងម្នាក់ឯងអញ្ចឹងហើយមិនក៏មកឲ្យខ្ញុំជូនទៅហើយគ្រួសារហ្នឹងកើតអីមានបញ្ហាអីឆ្លោះគ្នាមិនមែនបានមកខ្ញុំជូនទៅអញ្ចឹងម្នាក់ប្រុសដែលនៅក្បាលស្ពានហ្នឹងក៏បានប្រាប់បងប្រុសហ្នឹងថាគាត់នឹកសាច់ញាតិគាត់ណាតែគាត់ទៅអត់កើតទេគាត់មានអីទៅអញ្ចឹងជូនគាត់ទៅមួយផ្លែតមកអញ្ចឹងបងប្រុសហ្នឹងគាត់ថាហ្នឹងឯងឡើងម៉ូតូខ្ញុំមកខ្ញុំជូនទៅអញ្ចឹងម្នាក់ប្រុសហ្នឹងក៏បានឡើងម៉ូតូទៅហើយបងប្រុសហ្នឹងគាត់ចេះតែបន្តដប់ហើយគាត់ចេះសួរនាំរបៀបថាប្រុសដូចគ្នាចេះសួរថាអីចុះបងឯងផ្ទះនៅម្ដុំណាហើយមិនក៏មិនទៅផ្ទះមកអីយប់ចឹងហើយនៅម្ដុំហ្នឹងវាស្ងាត់តែមកអត់ដឹងទេអីហើយបងប្រុសហ្នឹងគាត់ថាគាត់ព្យាយាមសួរប៉ុន្តែម្នាក់ប្រុសដែលជីក្រោយគាត់ហ្នឹងគឺអត់មានមាត់អត់មានកយទេគឺស្ងាត់ជ្រាបហ្មងណាហើយគាត់ថាពេលដែលគាត់កំពុងដប់ហ្នឹងគាត់ចេះតែមានអារម្មណ៍ថាធ្ងន់នៅក្រោយអាកន្លែងគេជីក្រោយបងប្រុសហ្នឹងជីក្រោយហ្នឹងគាត់ចេះតែមានអារម្មណ៍ថាធ្ងន់ទៅរបៀបថាដូចមួគេអាម៉ូតូមិនចង់ទៅមុខមួលចង់ឲ្យជីទៅលឿនមិនក៏វាដូចនៅយឺតនៅរ៉ែហ្នឹងអញ្ចឹងណាហើយគាត់ព្យាយាមសួរទៅគាត់ចេះតែមិនមាត់មិនឆ្លើយមិនអីទេគាត់ចាំម៉ាតិចខ្នងសៀវខ្នងមិនក៏មិនដឹងឯងដូចមិនខ្មិចស្រាប់តែមិនទុះមកគាត់ចេះតែផ្លាយចិត្តថាចុំមិនម៉ូតូចេះតែធ្ងន់ទៅអញ្ចឹងហើយមិនសួរគេហ្នឹងគឺអត់ឆ្លើយចឹងស្រាប់តែគាត់នេះងាកក្រោយមកមើលតែទាំងអស់គ្នាហើយគាត់ឃើញម្នាក់ប្រុសដែលជិះនៅក្រោយគាត់ហ្នឹងអត់ក្បាលទេអ្នកទាំងអស់គ្នាហើយដៃនឹងពងកាន់ក្បាលនេះពងកាន់ក្បាលជិះជាមួយគាត់នៅក្រោយគាត់ថាពេលហ្នឹងគាត់ហាក់ចុះពីលើម៉ូតូទាំងអត់មានឈប់ទេគឺម៉ូតូបំពង់ជិះហ្នឹងគឺហាក់ចុះយកបណ្ដោយគាត់ថាពេលហ្នឹងលបួយទេគាត់អត់ខ្វល់ទេអាម៉ូតូហ្នឹងចេះជិះទៅហើយគាត់ហាក់ចុះមកទៅហើយពេលហ្នឹងគាត់យល់ថាគាត់បាសសាក់ដែរហ្នឹងហើយគាត់រត់គាត់ស្រែកឲ្យគេជួយគាត់ពេញហ្នឹងរត់ចូលផ្ទះគេចិត្តខាងហ្នឹងដល់តែអ្នកចិត្តខាងហ្នឹងគេបើកភ្លើងគេសួរថៃមានរឿងអីមានបញ្ហាអីមិនក៏មករត់មកស្រែកមកអីមានបញ្ហាអីមែនគាត់បងប្រុសហ្នឹងគាត់ថាខ្មោចលងគាត់ខ្មោចសុំគាត់ជិះម៉ូតូខ្មោចលងបានអ្នកចិត្តខាងហ្នឹងគេប្រាប់ថាអីចុះអត់ដឹងទេអីហើយផ្ទះនៅនឹងសោះហើយសាច់ញាតិអត់ប្រាប់ទេអីថានៅស្ពានហ្នឹងខ្មោចលងហើយវិញ្ញាណម្នាក់ប្រុសហ្នឹងស្រាប់ដាច់ក្បាលសារពួកក្មេងស្ទាវកាប់ហើយអត់ដឹងអត់អីទេអីហើយមិនក៏ទៅហ៊ានក្លាហានឲ្យគេមកជិះជាមួយហើយបងប្រុសហ្នឹងគាត់ទៅមកពីម្ពិញគាត់អត់ដឹងអ្នកទាំងអស់គ្នាហើយគាត់ថាគាត់បាសក់ហើយបងស្រីគាត់ថាមិនដឹងថាធ្វើមិនទេគាត់ពិបាកចិត្តខ្លាំងមែនតើរហូតមកដល់ថ្ងៃមួយក៏មានគ្រូម្នាក់គ្រូនឹងខ្លាំងដែរគាត់ជិះឡានមកមិនដឹងថាគាត់ជិះឡានមកធ្វើអីទេបងស្រីគាត់និយាយជិះឡានមកទៅក៏គាត់មកឃើញស្ពានហ្នឹងក៏គាត់ឲ្យគេឈប់ឡានទៅគាត់ក៏បានយកឈើហ្នឹងរៀងទូចល្មមគាត់សោតអីគាត់ក៏មិនដឹងទេហើយគាត់ចាក់ឈើហ្នឹងនៅក្បាលស្ពានហ្នឹងហើយគាត់នៅពេលអ្នកភូមិឃើញអញ្ចឹងអ្នកភូមិគេមិនមកឈរមើលគេមិនឆ្ងល់គេមិនសួរហើយធ្វើអីនៅក្បាលស្ពានហ្នឹងមានបញ្ហាអីមែនក៏គ្រូហ្នឹងប្រាប់ថានៅក្បាលស្ពានហ្នឹងមានវិញ្ញាណមនុស្សប្រុសដាច់ក្បាលម្នាក់កំពុងព្យាយាមទាញអ្នកផ្សេងឲ្យមកជំនួសអត់ទៅណាទេហើយគាត់ថាមិនមែនឃើញតែវិញ្ញាណម្នាក់ប្រុសដៃក្បាលហ្នឹងទេគឺមានវិញ្ញាណស្លាប់តែហោងច្រើនមែនតើនៅឈរនឹងឲ្យយញ៉ៃហ្មងនៅឈរចាំមនុស្សនៅហ្នឹងអញ្ចឹងតាហ៊ានតាជិះមិនស្រួលគឺគេទាញចូលនៅស្ពានហ្នឹងហ្មងជាពិសេសមនុស្សដែលរិស័យដាក់អញ្ចឹងគ្រូហ្នឹងគាត់ថាគាត់បានសូត្រមន្តអាគមគាត់ដាក់ឈរហ្នឹងគឺដាក់សកាត់វិញ្ញាណពួកហ្នឹងកុំឲ្យមកយកមនុស្សបានពួកគាត់ឃើញច្បាស់ណាស់ហើយគាត់បាននិយាយដែរថាហាមណាគេដកឈើនឹងចេញពីក្បាលស្ពានហ្នឹងតែដកឈើនឹងចេញវិញ្ញាណទាំងអស់ហ្នឹងវាមកទៀតហើយតែវាមកហ្នឹងគឺអ្នកដែលនៅម្ដុំហ្នឹងគឺនៅអត់បានសុខទេអ្នកជិះម៉ូតូកាត់ស្ពានហ្នឹងក៏អត់បានសុខដែរដោយសារវិញ្ញាណទាំងអស់ហ្នឹងគឺវាទាញចូលខ្លួនឯងហ្មងវាទាញទៅមានគ្រោះថ្នាក់នៅហ្នឹងហ្មងអញ្ចឹងនៅពេលដែលអ្នកភូមិអ្នកស្រុកភូមិហ្នឹងឮអញ្ចឹងហើយគឺ
រៀងធូរចិត្តណាដោយសារនៅសុករបៀបហាត់ដូចនិស័យក៏មិនដឹងមានគ្រូជិះមកគាត់ឃើញអញ្ចឹងណាហើយគ្រូហ្នឹងមិនដឹងថាឈ្មោះអីទៀតគាត់ជិះហើយគាត់ក៏និយាយរឿងហ្នឹងហើយគាត់ឡើងឡានគាត់ជិះទៅបាត់ទៅហើយរឿងហ្នឹងក៏បានលើមកដល់បងស្រីហ្នឹងដែលគេយកមកប្រាប់គាត់ដែរហើយម្ដាយគាត់ហ្នឹងគាត់ថានៅតែឈឺនៅតែទត់ទ្រោមនៅតែនឹកប្អូនប្រុសគាត់នៅតែពិបាកចិត្តនិយាយទៅគឺរឿងហ្នឹងណាទាំងអស់គ្នាវារបៀបថាផ្ដើមចេញមកពីជំនឿមកពីការជឿការប្រមាទណានេះហ่าបើសិនជាខ្ញុំគាត់ថាបើសិនជាខាងគ្រួសារកូនស្រីជឿរឿងទុះទាយរបស់តាអាចារ្យថាឥឡូវអត់តន់ការឆ្នាំនឹងបានទេចាំ3ឆ្នាំទៀតចាំការខ្ញុំគាត់ថាមានសោកនាដកម្មស្លាប់អញ្ចឹងទេពួកអីនេះស្លាប់ទាំងខាងប្រុសស្លាប់ទាំងខាងស្រីហើយសិតតែស្លាប់ដោយមិនមែនស្លាប់បែបធម្មតាខាងប្រុសស្លាប់ដាច់ក្បាលដោយសារតែពួកក្មេងស្ទាវនឹងកាប់ហើយវាជួនគ្នាមិនមែនតែទាំងអស់គ្នាគិតមើលសុកណាហើយខាងស្រីស្លាប់ភាសាចងកនៅក្នុងបន្ទប់វាសុកពេកអញ្ចឹងខ្ញុំគាត់ថាបើសិនជាគាត់ជឿប្រហែលជាអាចអត់មានរឿងនឹងកាត់ឡើងទេមើលទៅពួកអីគិតមើលខាងកូនប្រុសនេះកូនប្រុសហ្នឹងណាតែកូនកំឡោះហ្នឹងបងផាក់សុកស្រាប់តែមកអុកឡុកមកជេរគេមកឆ្លោះគ្នាជាមួយគេហើយទាញកូនសោជិះម៉ូតូប្រងទៅផ្ទះខ្លួនឯងវិញវាអត់អាចមានរឿងចឹងកាត់ឡើងទេត្រូវឲ្យវាសុកពេកចាហើយជិះមកទៅក៏ត្រូវពួកក្មេងស្ទាវហ្នឹងកាប់ដាច់ក្បាលទៅហើយបាត់ក្បាលទៀតរកក្បាលឃើញទៀតដល់តាម្ដាយខាងកូនកំឡោះហ្នឹងមកអុចធូបមកសុំមកអីបានឃើញក្បាលហ្នឹងទៀតឃើញស្រស់ទៀតអញ្ចឹងខ្ញុំគិតថារឿងនេះគឺវាអត់គួរកើតណាអញ្ចឹងបើសិនជាយើងធម្មតាទេជំនឿគេមិនឲ្យយើងជឿងប់ពេកទេក៏ប៉ុន្តែយើងកុំប្រមាថរឿងខ្លះបើយើងស្ដាប់មើលទៅយើងអាចជឿបានក៏ជឿទៅតែបើសិនជារឿងខ្លះទៀតមិនសមហេតុផលយើងមិនជឿទេតែបញ្ហាករណីនេះខ្ញុំគិតថាបើសិនជាគាត់ជឿអាចនឹងអត់មានរឿងចឹងកើតឡើងទេបើសិនជាគាត់ទ្រាំសិនតែនេះគាត់អាចថាវាសនាវាហានិស័យមកអញ្ចឹងហ្មងណាអ្នកនរគ្នាត្រូវឲ្យគាត់មានគ្រោះមកអញ្ចឹងហ្មងណាអញ្ចឹងរឿងនេះគឺពិតជាខ្ញុំស្ដាប់ទៅវាអត់គួរនឹងកើតមានណាហើយណាមួយវាក៏ទុកជាមេរៀនដល់យើងដែរវាដាស់តឿនយើងដែរថាជំនឿមិនមែនឲ្យយើងជឿទាំងអស់ទេក៏ប៉ុន្តែពេលខ្លះបើយើងជឿទៅក៏វាអត់ខាតដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់រឿងនេះហើយនឹងពិចារណាទាំងអស់គ្នាហើយស្ដាប់ទុកជាការកំសាន្តចោះហើយនេះគឺជារឿងដែលបងស្រីគាត់ចែករំលែកមកកាន់កម្មវិធីគាត់ថាគាត់ឈឺចាប់មែនតើគាត់បាត់បង់ប្អូនប្រុសគាត់ហើយម្ដាយគាត់ហ្នឹងគឺឈឺម្ដងរាល់ថ្ងៃហ្នឹងអត់ទាន់ជាទេគឺឈឺនៅតែពិបាកនៅតែហូបអីមិនសូវបានហើយគាត់ថារឿងហ្នឹងកន្លងហួសមកយូរមែនក៏ប៉ុន្តែគឺនៅដកជាប់នៅក្នុងចិត្តគាត់ហ្មងគាត់អាចបំភ្លេចបានទេសុកគាត់បាត់បង់សាច់ញាតិគាត់ម្នាក់ហើយវាសាហាវដែរណាទាំងអស់គ្នាគិតមើលនៅលងគេហើយដាច់ក្បាលស្រស់ហើយវាមិនមែនរឿងចៃដន្យទេណាហើយក៏មិនមែនជារឿងតិចតួចដែរហ្នឹងហើយអញ្ចឹងខ្ញុំក៏សូមបញ្ចប់រឿងហ្នឹងប៉ុណ្្នឹងចុះហើយចាំជួបគ្នាជាមួយខ្ញុំជាមួយនឹងកំណត់ត្រានៅវគ្គក្រោយៗទៀតចាអរគុណ